ត្រង់ចំណុចនេះវិញវាច្រាស់ពីអាវីដេអូដំបូងវិញអញ្ចឹងកាលណាតែយើងត្រូវការរកចម្ងាយពិតយើងយកចម្ងាយលើប្លង់ចែកឲ្យមាត្រដ្ឋាននៅក្នុងផែនទីហ្នឹងទៅគឺបានហើយអញ្ចឹងយើងមើលឧទាហរណ៍របស់គ្នា select យកទៅដាក់ជានេះមួយសិនបាទលោកគ្រូ select ត្រង់នេះយកសិនស្មើ copy មួយមកចូលទៅផែនទីដាក់ចម្ងាយចឹងមកអញ្ចឹងហ្នឹងគឺជាទ្រឹស្ដីរបស់គេគេថាចម្ងាយពិតស្មើនឹងចម្ងាយលើប្លង់បូកនឹងនេះចែកតាដោយសារយើងអត់មានសញ្ញាចែកនៅក្នុងនេះអញ្ចឹងយើងមានតែសញ្ញាមួយនេះចម្ងាយលើប្លង់ចែកឲ្យមាត្រដ្ឋាននៃប្លង់ក្នុងផែនទីមកគឺឃើញតម្លៃពិតហើយអញ្ចឹងយើងចូលមកกระดาษនេះមកហើយយើងទៅមើលលំហាត់របស់គេអញ្ចឹងនេះឧទាហរណ៍នេះចូលរកមាត្រដ្ឋានចូលរកចម្ងាយពិតអញ្ចឹងចូលរកពីមាត្រដ្ឋានពិតហ្នឹងគឺមាត្រដ្ឋានក្នុងប្លង់របស់យើងគឺ1ធៀបនឹង400ឥឡូវឧទាហរណ៍លោកគ្រូត្រូវការរកបណ្ដោយនេះអញ្ចឹងលោកគ្រូយកទៅតាមទ្រឹស្ដីនេះលោកគ្រូត្រូវយក5លើ1លើ400ណាឥឡូវយើងទៅមើលឧទាហរណ៍របស់នេះគ្រូសេតម្លៃលេខនឹងចូលសេថាមាត្រដ្ឋានសោះក្រោមមើលបរិយាធំតិចមកបាទមាត្រដ្ឋានតម្លៃគឺ1ធៀបនឹង400ហើយស្អីគេទៀតយើងមានអីទៀតយើងមានបណ្ដោយគឺស្មើនឹង5សង់ទីអញ្ចឹងតាមនិយមន័យគឺគេត្រូវយកវិមាត្រពិតដាក់វិមាត្រពិតអត់ត្រូវទេយើងដាក់ថាម៉េចតើមើលនិយមន័យទីសិននេះចម្ងាយពិតអញ្ចឹងលោកគ្រូរកចម្ងាយបណ្ដោយលោកគ្រូដាក់បពិតមកបពិតចឹងទៅបានន័យថាបណ្ដោយពិតស្មើនឹងគេស្មើនឹងមាត្រដ្ឋានក្នុងប្លង់របស់យើងគឺ5សង់ទីចម្ងាយក្នុងប្លង់របស់យើងគឺ5សង់ទីមាត្រដ្ឋានពិតគឺ1លើ400អញ្ចឹងលោកគ្រូបាន5ចែកឲ្យ1លើ400បាទតែលោកគ្រូអាចធ្វើមួយយ៉ាងទៀតគឺឲ្យវាទៅជាប្រភេទទាំងអស់គ្នាទៅលោកគ្រូថែម1នៅត្រង់នេះទៅការិះចោលចោលអញ្ចឹងលោកគ្រូទៅសេចុះក្រោមហើយណាហើយដោយសារតែយើងពង្រីកមកយើងបានមើលទៅសេខិតនេះខូចกระดาษអស់អញ្ចឹងយើងទៅសេថាស្មើគេ5លើ1ហើយយើងចម្រាស់ប្រភេទទី2អញ្ចឹងមិញគឺ1លើ400អញ្ចឹងយើងយក400បាទគុណនឹង1មកវិញអញ្ចឹងយើងបាននៅពេលដែលវាទៅជាការគុណប្រភេទហើយយើងយកភាគយកគុណភាគយកភាគបែងគុណភាគបែងបាទអញ្ចឹង5គុណនឹង400យើងបាន2000បាទ2000លើ1បាទអញ្ចឹងបន្តមកសល់ក្រក់ដែរបន្តមកទៀតយើងស្មើនឹង2000តែកុំភ្លេចផងຂະຫນាតនៅក្នុងប្លង់នេះគឺຂະຫນាតអីគេ
សង់ទីមែនទេសង់ទីអញ្ចឹងយើងត្រូវយក2000ហ្នឹងមកចែកនឹង100វិញយើងអាចនិយាយថាយើងធ្វើផលធៀបរវាងຂະຫນາດជាមួយនឹងຂະຫນາດអញ្ចឹងយើងយកវាអាចនិយាយថា1ម៉ែត្រស្មើនឹង100សង់ទីម៉ែត្រចេះទៅបាទអញ្ចឹងមកហើយយ៉ាងម៉េចទៀតយើងអាចថាគុណអញ្ចឹងទៅបាទគុណសំទោសមិនគុណទេយើងអាចហៅថាការស្មើគ្នាចេះទៅហើយចាំធ្វើផលធៀបទៀតអញ្ចឹងអានេះគឺវាត្រូវជាយើងតាំងដោយ x បដ ாய் ទៅហើយនេះគឺប្រហែល2000មែនទេ2000យើងទៅរកម៉ែត្រវិញអូចាល់បាត់ហើយចាល់ហើយ2000មើលយល់ណាកូនអញ្ចឹងដោយសារតែវាជាຂະຫນາດស្អីគេຂະຫນາດសង់ទីម៉ែត្រអញ្ចឹងយើងត្រូវរកຂະຫນາດមកម៉ែត្រវិញអញ្ចឹងយើងអាចនិយាយថាដោយ1ម៉ែត្រ1ម៉ែត្រស្មើនឹង100សង់ទីម៉ែត្រយើងផលធៀបវាណាផលធៀបវាបន្តមកទៀតយើងស្មើ x មកលើ2000អញ្ចឹងយើងគុណខ្វែងមកយើងបាន x ស្មើនឹង2000ចែកឲ្យ100អញ្ចឹងលុបដោយ0នេះអញ្ចឹងយើងអាចនិយាយថាបណ្ដោយលោកគ្រូសេអសបក្រក់មើលគ្រូសេសាថ្មីបណ្ដោយស្មើនឹង20សង់ទីម៉ែត្រនេះគឺជាចម្លើយមួយយើងអាចទៅមើលទៀតមានចំណុចផ្សេងៗទៀតដោយសារយើងរកបានបណ្ដោយរួចហើយយើងអាចទៅរកតឹងទៀតក៏បានដែរបាទហ្នឹងវីដេអូហ្នឹងប៉ុណ្ណឹងអរគុណច្រើន